បាទគ្រប់សួស្តីបងប្អូនព្រឹកនេះវ៉ាន់ទឹកតែផ្ញើមកដល់ស្រោប5អង្គទុក5អង្គព្រះបិទមុខបាទព្រះបិទមុខទាំងអស់ហើយសាងជាប្រភេទស្នែងខ្មៅបក់ធ្លុះដកឆ្អឹងអត់ចេញទេបងប្អូនស្នែងនេះបានមកពីកវាញជាប្រភេទស្នែងតៃសាមេវងបាទមេក្រោលរបស់គេបាទនេះធ្លុះនេះដកឆ្អឹងអត់ចេញទេបងប្អូនបាទដកឆ្អឹងអត់ចេញទេបាទវាបុកសាច់ខាងក្នុងគៀបជាប់បដូលស្នែងបងប្អូនបាទស្នែងខ្ញុំបានមកតាំងពី2024ដើមឆ្នាំ2024ឥឡូវវាចូល2026នេះវាមួយឆ្នាំជាងហើយបាទទឹកតែកាត់ឆ្លាក់ហើយចំពោះចម្លាក់គឺខ្ញុំសាងព្រះកវាមតិទាំងអស់បងប្អូនបាទតម្រងរបស់ខ្ញុំគឺដៃ8បាទនេះគឺយើងបិទទាំង8ទិសណាបាទតម្រងបែបនេះសាងពីស្នែងខ្មៅបក់ធ្លុះបាទបងប្អូនចង់បានស្របហើយក៏បានចង់បានមិនទាន់ស្របក៏បានដែរបាទហើយជារបស់នេះអត់ទាន់បានធ្វើកិច្ចទេណាបងប្អូនបាទចាំខ្ញុំធ្វើកិច្ចសិនប្រហែលជា2ថ្ងៃទៀតបាទខ្ញុំយកទៅធ្វើកិច្ចម្ដងទៀតព្រោះថ្ងៃហ្នឹងថ្ងៃសិលឲ្យបានចូលថ្ងៃសិលតែចំមកពេលល្ងាចបងប្អូនបាទចំមកពេលល្ងាចអញ្ចឹងដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងរាល់ចម្លាក់ដែលសាងហើយគឺខ្ញុំតែងតែយកទៅធ្វើកិច្ចហើយបានខ្ញុំដាក់ជីវឲ្យបងប្អូនរាល់ទាំងចម្លាក់កំងទាំងមិនកំងគឺខ្ញុំត្រូវតែធ្វើកិច្ចដូចគ្នាអញ្ចឹងបងប្អូនបាទអញ្ចឹងបានយើងយកទៅសុខសប្បាយយើងប្រៀបធៀបថាពេលដែលយើងធ្វើផ្ទះទី1ជាងគេមកដល់គេមានផ្លែឈើមានធូបទៀនមន់ស្ងោលំដាប់របស់ជាងហ្នឹងគឺកិច្ចពិធីសុំអ្នកតាទឹកសុំម្ចាស់ទឹកម្ចាស់ដីដើម្បីកសាងបាទកសាងធ្វើរោងឬក៏ធ្វើផ្ទះអញ្ចឹងណាបាទពេលដែលធ្វើហើយរួចរាល់ម្ចាស់គេនិមន្តលោកមកប្រោះព្រំដំឡើងឫស្សីគេហដ្ឋានថ្មីបាទអញ្ចឹងអានឹងទំនៀមទម្លាប់ខ្មែរយើងចម្លាក់ព្រះក៏ដូចគ្នាពេលដែលយើងមុនសាងយើងយកស្នែងទៅរងាប់បោះកម្រោះហើយបានយើងយកទៅមកឆ្លាក់ហើយបានយើងយកមកប្រសិទ្ធិយាងតួអង្គឬក៏អភិសេកចឹងទៅតាមបើមានបុណ្យពុទ្ធិពិសេសបច្ចុប្បន្នសីមាយើងយកទៅដាក់ទៅដើម្បីឲ្យរបស់ហ្នឹងវាកាន់តែពិសេសលើអ្វីដែលពិសេសតែបើអត់មានបុណ្យពុទ្ធិពិសេសទេយើងរកលោកឬគ្រូដែលគាត់ចេះដាស់ហ្នឹងដាស់ញៀនយាងតួអង្គមកសន្ធិដ្ឋមកគង់លើរបស់ហ្នឹងដើម្បីទៅនៅជាមួយម្ចាស់ដើម្បីឲ្យសុខសប្បាយបាទនេះគឺជាទំនៀមទម្លាប់របស់ខ្មែរយើងអំពីការសាងរបស់បាទយើងមិនអាចចេះតែសាងបានដូចគ្នាហើយសាងហើយយើងយកទៅពាក់អត់បានទេបាទជួនកាលរបស់ខ្លះស្នែងបក់ធ្លុះខ្លះវាមានវិញ្ញាណអាក្រក់នៅបាទវិញ្ញាណមិនល្អនៅហើយយើងសាងហើយយើងពាក់តែម្ដងគឺអត់បានទេបងប្អូនបាទពេលខ្លះវានាំអន្តរាយដល់យើងបាទដោយសារវិញ្ញាណអាក្រក់នោះមកកាន់លើរបស់កាន់លើរូបហ្នឹងណាបាទអញ្ចឹងហើយបានខ្ញុំតែងតែបង្ហាញចម្លាក់របស់ខ្ញុំហើយតែងតែបង្ហាញវីដេអូដែលខ្ញុំយកទៅធ្វើកិច្ចប្រសិទ្ធិរសិលហើយទង្វើបែបនេះគឺខ្ញុំធ្វើរាប់ឆ្នាំមកហើយបងប្អូនតាំងពីខ្ញុំកាន់ខ្នាយម៉េះឲ្យថ្ងៃសិលខ្ញុំយកខ្នាយយកទៅប្រសិទ្ធិហើយបាទរហូតមកដល់ចម្លាក់ព្រះក៏ខ្ញុំធ្វើអញ្ចឹងដូចគ្នាព្រោះបងប្អូនយកទៅគឺចង់បានសេចក្តីសុខដើម្បីការពារបើសិនជាបងប្អូនយកទៅមានពពួកមនុស្សកាចនៅយកទៅលើសដើមបងប្អូនលើសដើមបាទអញ្ចឹងរាល់ចម្លាក់ដែលសាងហើយគឺត្រូវតែធ្វើកិច្ចប្រសិទ្ធិអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនចង់បានប្រភេទស្នែងខ្មៅបក់ធ្លុះប្រភេទបក់ធ្លុះឲ្យតៃសានេះអាចនិមន្តលោកយកទៅគ្រប់ថែសាបានព្រះកវាមតិបាទយើងប្រើហាងសឹកសង្គ្រាមបាទសឹកសង្គ្រាមឬក៏ប្រើហាងរស់នៅជាប្រចាំថ្ងៃក៏បានដែរបងប្អូនបាទកងកម្លាំងពលិទាហានគឺមានមួយអង្គទៅគឺមិនខុសបំរុងទេបងប្អូនយើងពាក់ឲ្យជាប់សាច់ទៅបាទល្អការពារបាទសូមអរគុណ